តើការសាឡាតនៅតាមបរិវេណវត្តអារាមត្រូវបានអនុញ្ញាតដោយឬទេនៅក្នុងសាសនាអ៊ីស្លាមចម្លើយតើតើនឹងការប្រតិបត្តិសាឡាតនៅតាមបរិវេណវត្តអារាមនេះជាបញ្ហាខិលាហ្វនៅក្នុងសាសនាអ៊ីស្លាមអ៊ុលម៉ាអ៊ីស្លាមខ្លះចាត់ទុកថាវាជាប្រការម៉ាក្រូហ៍ដោយសារជាធម្មតានៅទីនោះគឺមានរូបសំណាកផ្សេងៗហើយអ៊ុលម៉ាខ្លះទៀតយល់ឃើញថាវាជាប្រការដែលត្រូវបានអនុញ្ញាតនៅក្នុងសាសនាអ៊ីស្លាមមិនមានម៉ាក្រូហ៍ទេហើយទស្សនៈដែលរឹងមាំលើបញ្ហានេះការប្រតិបត្តិសាឡាតនៅតាមបរិវេណវត្តអារាមគឺជាប្រការដែលត្រូវបានអនុញ្ញាតនៅក្នុងសាសនាអ៊ីស្លាមមិនមានបញ្ហាអ្វីទេកាលណាមានតម្រូវការហើយអ្នកអ៊ីស្លាមមិនយកទីនោះជាកន្លែងប្រតិបត្តិសាឡាតជាទម្លាប់របស់គាត់ដែលយោងតាមភាពទូទៅនៃប្រសាសន៍របស់រ៉ាស៊ូលឡោះ សល្លឡោះអាឡៃហ៊ីវ៉ាសល្លមនៅក្នុងហាឌីសមួយដែលរាយការណ៍ដោយអ៊ីម៉ាមអល់ប៊ូខារីហើយនិងអ៊ីម៉ាមមូស្លីមថា فإنما أدركتك الصلاة فصلي فإنه مسجد មានន័យថានៅទីកន្លែងណាក៏ដោយដែលពេលសាឡាតមកដល់ជួនអ្នកប្រតិបត្តិសាឡាតព្រោះទីកន្លែងនេះជាម៉ាស៊ីតមានន័យថាគ្រប់ទីកន្លែងជាកន្លែងធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានូវតាឡាហើយយើងបានដឹងថានប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លមមុនពេលហិជ្រ៉ាបានប្រតិបត្តិសាឡាតនៅម៉ាស៊ីតហារ៉ាមនៅនឹងកាបាហើយកាបានៅពេលនោះក៏មានរូបសំណាកនៅខាងក្នុងដែរដូច្នេះជាសង្ខេបការប្រតិបត្តិសាឡាតនៅតាមបរិវេណវត្តអារាមมันមានបញ្ហាទេនៅក្នុងសាសនាអ៊ីស្លាមកាលណាមានតម្រូវការកាលណាអ្នកអ៊ីស្លាមមានតម្រូវការក្នុងការប្រតិបត្តិសាឡាតនៅទីនោះហើយគាត់មិនយកវាជាទម្លាប់ជាប្រចាំ والله تعالى أعلم